ថ្ងៃនេះម៉ោង3 Moon Thun បានតែលាក់ skin collector ប្រចាំខែ4មកហើយដែលដឹងថាថ្ងៃនេះគេនឹងចេញ skin collector Melissa ក៏ទៅរៀនលេង Melissa ឡើង5 game នៅវគ្គ classic លទ្ធផលគឺឈ្នះទាំងអស់តែគ្មានបាន MVP អីមួយ game ម្ដងថ្ងៃនេះគ្រាន់តែម៉ោង3ភ្លាមបើ game plate ក៏សម្រេចចិត្តទៅចាប់យក skin Sicilian plate ដោយសារតែខ្ញុំនឹងចូលចិត្តលេង mid lane តោះតើមើលទាំងអស់គ្នាថាខ្ញុំចាប់ skin collector មួយហ្នឹងអស់ប៉ុន្មាន QQ ឥឡូវខ្ញុំមាន QQ ហ្នឹងសរុប 7900 និង Crystal Aurora ណា600បើសរុបទាំងអស់ទៅមាន 8500 តែខ្ញុំចាប់អា skin collector ហ្នឹងមួយអស់ប្រហែលចាំមើលទាំងអស់គ្នានៅចុងវីដេអូឥឡូវហ្នឹងគឺបានចូល skin collector ហើយគឺ collector Sicilian ដែលខ្ញុំចង់បានហ្នឹងហើយអា QQ របស់ខ្ញុំហ្នឹងបូកទាំង Aurora Crystal ហ្នឹងគឺសរុបទៅ8500ហើយឥឡូវហ្នឹងខ្ញុំនៅសល់4800ទៀតអញ្ចឹង skin មួយនេះខ្ញុំចំណាយអស់តែ3700 QQ ទេអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរជួបគ្នានៅវីដេអូក្រោយ